ហ្នឹងមានច្រើនណាញោមសម័យហ្នឹងមានច្រើនណាញោមស្ដាប់លោកទេអត់អាណាថបណ្ឌិកសេដ្ឋីជាបុគ្គលល្បីក្នុងចំណោមពុទ្ធសាសនិកទូទៅណាញោមតែល្បីថាជាអ្នកមានចិត្តសប្បុរសជាអ្នកមានសទ្ធាជាអ្នកឲ្យទានធ្វើទាននៅក្នុងសាសនាធ្វើទានចំពោះសង្ឃហើយឲ្យទានចំពោះបុគ្គលអនាថាទៅទៀតប៉ុន្តែសួរថានៅសម័យហ្នឹងមនុស្សដែលមានទ្រព្យសម្បត្តិជាមហាសេដ្ឋីមានច្រើនណាញោមច្រើនប៉ុន្តែហេតុអីអត់ល្បីដោយអនាថបណ្ឌិកសេដ្ឋីពីព្រោះមិនបានកសាងនៅហេតុខាងដើមអត់ទេញោមមិនបានធ្វើទានមិនបានឲ្យទានមិនបានកសាងនៅប្រយោជន៍សម្រាប់សាធារណជនដូច្នេះហើយបានជាអនាថបណ្ឌិកសេដ្ឋីហ្នឹងខ្លាយជាទីរាប់អានហើយបុគ្គលដែលបានធ្វើទានជាអ្នកធ្វើទានហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសរសើរណាញោមដោយព្រះអង្គប្រកាសសម្ដែងថាបុគ្គលអ្នកធ្វើទានហ្នឹងគឺរមែងបាននៅសេចក្តីរាប់អានមានអ្នករាប់អានច្រើនជាអ្នកមិនអៀនព្រៀងជាអ្នកមិនអន់ជាអ្នកមិនអោននៅក្នុងចំណោមពួកជននឹងសម្រាប់អ្នកមានសទ្ធាហ្នឹងគឺរមែងរុងរឿងនៅក្នុងពួកជនអញ្ចឹងណាញោមដូចជាញោមពុទ្ធបរិស័ទគ្រប់គ្នាអញ្ចឹងដឹងជាទូទៅថាជាអ្នករាប់អាននៅសេចក្តីល្អជាអ្នករាប់អាននៅប្រយោជន៍ជាអ្នកស្រឡាញ់នៅបុណ្យកុសលហ្នឹងគឺរមែងដឹងឮហ្នឹងមិនដឹងឮត្រឹមតែតិចមនុស្សទេសម្បីពួកទេវតាហ្នឹងក៏សរសើរដែរអញ្ចឹងដោយឡែកចំពោះអ្នកដែលអត់មានសទ្ធាគឺមិនងាយទេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងថាមនុស្សល្អធ្វើល្អបានតែងាយឃើញទេញោមមនុស្សអាក្រក់ក៏ធ្វើអាក្រក់បានតែងាយប៉ុន្តែមនុស្សល្អធ្វើអាក្រក់បានដោយលំបាកទីឯមនុស្សអាក្រក់ធ្វើល្អហ្នឹងគឺបានដោយលំបាកដែរអត់តន់ទេញោមដងទៀតណាមនុស្សល្អធ្វើល្អបានតែងាយមនុស្សល្អធ្វើអាក្រក់បានដោយលំបាកដល់ផ្ទុយពីហ្នឹងមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយមនុស្សអាក្រក់ធ្វើល្អបានដោយលំបាកអញ្ចឹងកាលណាដែលមានសទ្ធាហើយគឺចិត្តហ្នឹងគឺប៉ងប្រាថ្នាតែដើម្បីនឹងធ្វើកុសលប្រាថ្នាដើម្បីធ្វើសេចក្តីល្អហ្នឹងមានទានសិលភាវនាជាដើមហើយលោកអ្នកពុទ្ធបរិស័ទដែលមកប្រជុំគ្នានៅក្នុងទីនេះបើអត់មានសទ្ធាមកបានទេសំបីផ្ទះនៅជាប់លបងវត្តផងណាញោមឧទាហរណ៍ណាអត់សទ្ធា1ម៉ែត្រពីលបងវត្តក៏មកមិនដល់ដែរប៉ុន្តែបើអ្នកមានសទ្ធាទោះបីនៅឆ្ងាយរាប់សិបគីឡូក៏នៅតែអាចមកបានអញ្ចឹងលក្ខណៈរបស់អ្នកមានសទ្ធានិងអ្នកអត់មានសទ្ធាគឺខុសគ្នាអញ្ចឹងហ្នឹងមួយទៀតអ្នកញោមនៅក្នុងការបំពេញកុសលនេះគឺត្រូវកាន់យកនៅសេចក្តីព្យាយាម
ការធ្វើអំពើល្អហ្នឹងគឺត្រូវកាន់យកនៅសេចក្តីព្យាយាមចឹងរឿងដែលល្អហ្នឹងគឺត្រូវតែប្រឹងណាញោមតែរឿងអាក្រក់មិនបាក់ប្រឹងទេវាទៅអូតូម៉ាទិកលីនឹងភាសាទាំងថាវាទៅដោយឯងហើយអំពើអាក្រក់ហ្នឹងគឺថាមិនបាក់ប្រឹងទេឲ្យតែភ្លេចសតិបន្តិចគឺចិត្តហ្នឹងគឺត្រេកអរនឹងអំពើបាបចឹងមកបាទនេះញោមអញ្ចឹងបានថាការធ្វើអំពើល្អហ្នឹងយើងនិយាយស្រួលប៉ុណ្ណាធ្វើគឺត្រូវតែប្រឹងដោយការដែលឡើងទីទួលអញ្ចឹងណាញោមការដែលឡើងទីទួលត្រូវតែប្រឹងបើអត់ប្រឹងឡើងអត់ដល់ទេប៉ុន្តែបើចុះពីទីទួលទៅវិញមិនបាក់ប្រឹងទេលេងតែដៃមកតែញោមឡើងដូងអញ្ចឹងតម្រាំដល់កដូងស្រួលទេងាយដល់ហើយញោមណាឡើងស្រួលហ្នឹងអស់ដៃអស់ជើងអស់ទ្រូងទៅទៀតសួរអ្នកឡើងដូងហ្នឹងបើណាបើចង់ចោលមកវិញធ្វើម៉េចលេងតែដៃមកអញ្ចឹងការដែលធ្វើអំពើល្អហ្នឹងគឺដូចគ្នាគឺត្រូវតែប្រឹងអញ្ចឹងការរៀនសូត្រអញ្ចឹងដែរចង់ចេះចង់ដឹងចង់មានចំណេះដឹងគឺត្រូវតែប្រឹងសិក្សារៀនសូត្របើអត់ប្រឹងសិក្សារៀនសូត្រទេងាយទេតែបើមិនចង់ចេះចង់ដឹងទេមិនបាក់ប្រឹងទេគាត់តែភ្លេចទៅគឺអត់ចេះមែនទេញោមញោមខិតខំបំពេញកិច្ចការងារហ្នឹងដើម្បីអីដើម្បីបានទ្រព្យសម្បត្តិហើយតម្រាំបានទ្រព្យសម្បត្តិមកគឺត្រូវប្រឹងសិនមិនចឹងញោមបើអត់បែកញើសអត់បានបើមិនហត់នឿយអត់បានបើមិនត្រូវកម្ដៅថ្ងៃត្រូវភ្លៀងត្រូវខ្យល់ទេសួរតែទ្រព្យសម្បត្តិហ្នឹងវារត់100យើងទេអត់ទេអញ្ចឹងត្រូវតែប្រឹងដល់យើងមិនប្រាថ្នាទ្រព្យសម្បត្តិពិបាកប្រឹងមែនទេពិបាកខំអីបាយរួចដេកទៅក្រហើយអញ្ចឹងណាញោមអូបាក់ប្រឹងទេអញ្ចឹងនៅក្នុងដំណើរការរស់នៅរបស់យើងហ្នឹងគឺចាំបាច់ត្រូវតែប្ររពនៅសេចក្តីព្យាយាមកិច្ចការងារទាំងឡាយហ្នឹងកាលណាដែលមានសេចក្តីព្យាយាមជាគម្រប់2ហើយគឺថាផលប្រយោជន៍ហ្នឹងគឺរមែងទទួលកាលណាដែលយើងមិនបំពេញសេចក្តីព្យាយាមឬក៏ខ្វះនៅសេចក្តីព្យាយាមផលប្រយោជន៍ហ្នឹងនឹងคล้ายទៅជារបស់អ្នកដទៃមិនអញ្ចឹងញោមណាអូអនុមោទនានៅក្នុងនៃមកកាន់ដីនេះគឺអត់បានឆ្លោះលឹះឆាត់ទេអញ្ចឹងធ្លាក់មកយ៉ាងម៉េចដែរញោមធ្លាក់មកយ៉ាងម៉េចដែរស្លាប់ហើយញោមស្លាប់ប៉ុន្តែអ្នកដែលហក់ពីទីខ្ពស់មកកាន់ទីទាបដែរប៉ុន្តែនៅពេលហក់ហ្នឹងគឺគេបានឆ្លោះឆាត់អញ្ចឹងធ្លាក់មកដល់ដីយ៉ាងម៉េចដែរជីវិតហ្នឹងយ៉ាងម៉េចដែរនៅរស់ទៀតទេញោមណាអូអញ្ចឹងងាយអញ្ចឹងញោមស្ដាប់បានណាអញ្ចឹងយ៉ាងណាមិញអ្នកដែលមានទ្រព្យសម្បត្តិហើយមិនធ្វើបុណ្យហ្នឹងប្រៀបដូចជាអ្នកហក់អំពីអាកាសហ្នឹងដែលមិនបានឆ្លោះឆាត់អញ្ចឹងអូរីឯអ្នកដែលមានទ្រព្យសម្បត្តិហើយធ្វើទ្រព្យសម្បត្តិហ្នឹងឲ្យទៅជាប្រយោជន៍ខ្លាយទៅជាប្រយោជន៍គឺប្រៀបដូចជាអ្នកដែលហក់អំពីអាកាសហ្នឹងមកកាន់ទីទាបហើយឆ្លោះឆាត់អញ្ចឹងការធ្លាក់មកដល់ដីគឺជាឈ្មោះនៃសេចក្តីស្លាប់ដូចគ្នាមានន័យថាការធ្លាក់មកដល់ដីហ្នឹងគឺអ្នកដែលឆ្លោះឆាត់ឬក៏មិនឆ្លោះឆាត់គឺស្លាប់ដូចគ្នាប៉ុន្តែអ្នកដែលធ្លាក់មក
ដោយការធ្លាប់ឆាត់ហ្នឹងត្បិតតែស្លាប់ទៅមែនប៉ុន្តែកិត្តិយសគេឈ្មោះគឺអត់ស្លាប់ទេប្រៀបដូចអ្នកដែលមានទ្រព្យសម្បត្តិហើយធ្វើទ្រព្យសម្បត្តិហ្នឹងឲ្យទៅជាប្រយោជន៍អញ្ចឹងត្បិតតែខ្លួនស្លាប់ទៅមែនប៉ុន្តែគេឈ្មោះកិត្តិយសដែលបានបំពេញនៅសេចក្តីល្អហ្នឹងគេឈ្មោះកិត្តិយសហ្នឹងគឺអត់ស្លាប់ទៅជាមួយយើងទេដោយព្រះសង្ឃសម្ដេចព្រះសង្ឃរាជចូលទៅញាណោអញ្ចឹងណាញោមដាច់ជួនណាតខ្ញុំស្គាល់ណាឈ្មោះណាតមានច្រើនណាបងឈ្មោះណាតមានច្រើនណាមានច្រើនប៉ុន្តែហេតុអីមិនល្បីដូចព្រះអង្គហេតុអីកិត្តិយសគេឈ្មោះមិនស្ថិតនៅដល់បច្ចុប្បន្នដូចព្រះអង្គពីព្រោះតែសម្ដេចលោកបានបំពេញនៅហេតុខាងដើមរួចហើយអញ្ចឹងណាញោមអញ្ចឹងពាក្យដែលថាអ្នកមានទ្រព្យសម្បត្តិហើយមិនបានធ្វើបុណ្យហ្នឹងគឺឈ្មោះថាអស់ទៅដោយឥតប្រយោជន៍